សូមជូនរឿងធម្មសាដកបរិពីជុមិនគួរគោរពបុគ្គលដែលគេមិនគោរពការកន្លងទៅហើយមានបរិពីជុម្នាក់ឈ្មោះធម្មសាដកនៅក្នុងក្រុងពារាណសីបរិពីជុនោះចូលចិត្តស្លៀកពាក់តែស្បែកសត្វគឺយកស្បែកជាមពពែជាដើមមកធ្វើជាសម្លៀកបំពាក់ថ្ងៃមួយគាត់បានដើរទៅរកភឹកខាហាបានដើរទៅដល់កន្លែងសម្រាប់បញ្ជុលពពែក្នុងការនោះមានពពែមួយបានឃើញបរិពីជុនោះហើយក៏ថយក្រោយបំរុងនឹងជុលគាត់ឃើញពពែមានអាការដូច្នោះនឹកស្មានថាវាធ្វើសេចក្តីគោរពចំពោះខ្លួនក៏អង្គុយថ្វាយបង្គំគួរសមចំពោះពពែនោះគ្រានោះមានឈ្មួញបណ្ឌិតម្នាក់កំពុងអង្គុយលើរានផ្សារឃើញហេតុដូច្នោះហើយក៏និយាយខត់ថាណែព្រាហ្មណ៍អ្នកឯងស្និទ្ធស្នាលនឹងសត្វជើង4ធ្វើអ្វីមិនដឹងទេឬថាវាបំរុងនឹងជុលអ្នកហើយឈ្មួញបណ្ឌិតទើបតែនិយាយផុតពីមាត់ពពែក៏បោះត្រង់ដើមទ្រូងដួលព្រោះនៅក្នុងទីនោះទៅដល់នៅសេចក្តីទុក្ខវេទនាជាទម្ងន់ទើបភ្ញាក់ខ្លួនហើយពោលថាអេវ៉ាំងសនិហតោសេតិយោអពោចាំងបសង្សតិយៈថាហមញ្ចៈបហដោហតោមេដេនទុមតិជនណាសរសើរបុគ្គលដែលគេមិនគួរបូជាជននោះត្រូវបុគ្គលដែលគេមិនគួរបូជាសម្លាប់ដូចជាខ្ញុំដែលពពែកំណាចជុលស្លាប់នៅក្នុងថ្ងៃនេះនិយាយដូច្នោះហើយក៏យំខ្សឹកសួរប្រកាច់ស្លាប់នៅក្នុងពេលនោះទៅរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា